បុកគ្រឿងសមុទ្រដាក់ម្ទេសឲ្យច្រើនចេះបានថាហិលឆ្ងាញ់បងប្អូនអើយមើលថាមួយចាននេះពោពេញទៅដោយម្ទេសបើថាបើបានញ៉ាំមួយម៉ាត់ទៅធានាថាហិលហោះមកហ្មងហើយគ្រឿងសមុទ្រនេះបុកមានគ្រឿងសមុទ្រ3មុខបងប្អូនមានងាវមឹកបកាអីហ្នឹងអូខ្ញុំចូលចិត្តញ៉ាំមែនតើខំជាប់មឹកមានម្ទេសមានអីមកហិលហិលស៊ឺសតឆ្ងាញ់មែនតើនិយាយទៅបុកគ្រឿងបែបអញ្ចេះបងប្អូនបើថាគ្រឿងហ្នឹងអត់ដិតអត់ហិលអត់អីទេគឺអត់ឆ្ងាញ់មកហ្មងបើថាមិនចេះតែនិយាយអីណាតោះតាថាហិលចឹងបានឆ្ងាញ់ហើយម្ទេសនេះបងប្អូនខ្ញុំដាក់លាយពីរមុខទៀតណាមានម្ទេសខៀវម្ទេសក្រហមម្ទេសហិលហើយខ្ញុំដាក់ម្ទេសហុយចូលទៅថែមទៀតអានេះមិនមែនម្ទេសហុយទេបងប្អូនអាម្ទេសក្រៀមហ្មងយើងយកទៅលីងវាទៅហើយយើងយកកិនវារៀងម៉ត់ទៅយើងចាក់ចូលអាហ្នឹងហិលខ្លាំងមែនតើបើថាម្ទេសក្របអីតែប៉ុណ្្នឹងហិលល្មមបើដាក់ម្ទេសនេះចូលទៅទៀតបងប្អូនអាម្ទេសក្រៀមហាលឲ្យស្ងួតហើយកិនអញ្ចឹងអាហ្នឹងហុយហិលហុយបែកផ្សែងមកហ្មងណាបងប្អូនមើលថាម្ទេសឡើងខាប់មកហ្មងហើយបើថារសជាតិរបស់វាហ្នឹងបងប្អូនដិតឆ្ងាញ់មែនតើគាត់ថាឃើញតកោប៉ុណ្ណេះហ៎ហៀទឹកមាត់ចេញមកច្រាក់មកហ្មងហិលនេះមិនហិលលក្ខណៈដិតអីណាបងប្អូនហិលចូលលក្ខណៈហិលមុតមកហ្មងអូយថាហិលនេះគឺថាហិលមានជាតិមែនតើណាមើលតាកន្លែងណាមួយក៏ថាសិតតែប្រទេសដែរបងប្អូនខ្ញុំចូលចិត្តមែនតើអារសជាតិវាថាហិលអញ្ចេះអីញ៉ាំមកត្រូវម៉ាច់មកហ្មងមួយបន្លែមួយអីយើងផ្ទាប់បន្តិចមកអូយឆ្ងាញ់ហើយបកានេះបងប្អូនលាងសម្អាតវាឲ្យស្អាតមកយកមកដាក់បុកជាមួយគ្នាមកអញ្ចេះជាប់សតកាម្ទេសអូយថាឆ្ងាញ់មែនតើមកហ្មងនិយាយទៅតតែអ្នកញ៉ាំចេះញ៉ាំហិលញ៉ាំអីដូចគ្នាចឹងបានគាត់យល់អារម្មណ៍ថាអូយបើថាហិលល្មមអីដូចវាមិនសូវត្រូវចិត្តទេតើថាហិលរៀងដិតរៀងមុតរៀងអីបន្តិចមកបានថាកាន់តែថាឆ្ងាញ់អញ្ចឹងណាហើយមុខនេះបងប្អូននេះមុខវាថាទុនផុយល្អមែនតើណាស្វិតទុនផុយអញ្ចឹងណាហើយយើងដាក់ផ្ទាប់មួយជាមួយបន្លែខៀវមានខ្ទឹមបំពងមានអីបន្តិចមកខ្ញុំមក voice over តែថាម្ដងទៀតអញ្ចឹងក៏ថាឃ្លានទៀតដែរមើលថាបការបស់យើងបងប្អូននេះដាក់ជាមួយខ្ទឹមបំពងមួយសាឡាត់បន្តិចមកខំមកច្រកពីសាឡាត់មកនិយាយពីថាឆ្ងាញ់ហើយពិសេសងាវរបស់យើងបងប្អូននេះងាវអូអានេះបើថាបានអាងាវក្រែងជើងអាធំដាក់មកថាច្បល់បុកជាមួយនឹងគ្នាទៀតអូមិនដឹងថាឆ្ងាញ់មិនចេះអាក្រែងជើងហ្នឹងវាធំមកបងប្អូនដាក់មួយម៉ាត់របស់វាហ្នឹងគេថាដឹងថាឆ្អែតហ្មងមួយម៉ាត់គេហ្នឹងហើយញ៉ាំនេះមិនញ៉ាំពេលថ្ងៃពេលល្ងាចអីណាបងប្អូនញ៉ាំចូលក្បាលម៉ោង9ជាងចិត្តដល់ពេលម៉ោងយប់កំពុងដេកហ្នឹងក្នុងទូទឹកកកហ្នឹងមានបងប្អូននេះកោះយកមកថាធ្វើមកហ្មងកំពុងអាគ្លៀនកោពោះស្មាហ្នឹងអូយឆ្ងាញ់ញាក់